ជំរាបសួរខ្ញុំបាទឈ្មោះយិងយុទ្ធិរិទ្ធជាសិស្សថ្នាក់ទី12នៃសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋខ្ញុំមានទីកន្លែងកំណើតនៅភូមិផ្ទះកណ្ដាលលើភូមិផ្ទះកណ្ដាលស្រុកសេសន្ធរខេត្តកំពង់ចាមពុករបស់ខ្ញុំប្រកបមុខរបរលក់ដំឡូងអាំងនិងចេកអាំងតាមរោងចក្រខ្ញុំមានបងប្អូនចំនួន4នាក់ហើយខ្ញុំជាកូនទី1កាលពីមុនជីវភាពគ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាតទើបឪពុកម្ដាយរបស់ខ្ញុំសម្រេចចិត្តឲ្យខ្ញុំទៅនៅស្រុកជាមួយយាយតាបន្ទាប់ពីបានប្រហែលឆ្នាំក្រោយគាត់សម្រាប់ចិត្តយកខ្ញុំមករស់នៅភ្នំពេញវិញខ្ញុំស្គាល់សាលាអង្គការលើកស្ទួយប្រជាពលរដ្ឋតាមរយៈអ្នកដែលនៅក្បែរផ្ទះដោយសារគាត់មានកូនរបស់គាត់រៀននៅទីនោះហើយគាត់បានណែនាំប្រាប់ឪពុកម្ដាយរបស់ខ្ញុំអំពីអត្ថប្រយោជន៍នៃសាលាទើបឪពុកម្ដាយរបស់ខ្ញុំសម្រេចចិត្តឲ្យខ្ញុំមករៀននៅទីនេះនៅពេលដែលខ្ញុំបានចូលរៀននៅទីនេះខ្ញុំទទួលបាននៅបទពិសោធន៍ចំណេះដឹងការអប់រំនិងទទួលបាននៅសម្ភារៈសិក្សាជាច្រើនទៀតពេលដែលខ្ញុំបានចូលរៀននៅទីនេះព្រោះខ្ញុំបានផ្លាស់ប្ដូរពីមនុស្សដែលមិនទៅចេះឲ្យមានចំណេះដឹងជាងមុននិងបានយល់ពីសង្គមជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់លោកជំទាវ នួនពិមានដែលបានបង្កើតសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋនេះឡើងដើម្បីឲ្យកុមារក្រីក្រនិងក្មេងកំព្រាបានរៀនសូត្រនិងអរគុណដល់ម្ចាស់ជំនួយទាំងអស់ដែលបានឧបត្ថម្ភជាសម្ភារៈនិងថវិកាដល់សិស្សឲ្យបានរៀនសូត្រ